ក្រោយពីហាត់ប្រាណរបស់ខ្ញុំគឺខ្ញុំទៅរកញ៉ាំហើយខ្ញុំហត់តែម្ដុំវាំងតែនឹងទេដល់ពេលអញ្ចឹងចំថ្ងៃសៅរ៍មានទឹកច្រើនហើយស្តង់លក់ទៅច្រើនខ្ញុំដើររៀងយូរដែរដល់ពេលដើរទៅក៏ឃើញមានអីលក់ច្រើនមែនទែនប៉ុន្តែវាអត់តន់តាក់ភ្នែកខ្ញុំដល់ពេលនេះគាត់ក៏ហៅខ្ញុំដើរទៅគាត់ក៏ហៅខ្ញុំហូបនំបញ្ចុកកពតខ្ញុំក៏ភ្ញាក់ខ្លួនប្រចំនំបញ្ចុកកពតដល់ពេលអញ្ចឹងខ្ញុំក៏ងាកមើលអញ្ចឹងទៅគាត់ថានំបញ្ចុកកពតមើលទៅដូចជាមិនមែននំខ្ញុំគិតធម្មតាហ្នឹងថានំបញ្ចុកដូចនំបញ្ចុកធម្មតាខ្មែរយើងធម្មតាទេមានច្រើនកន្លែងហើយប៉ុន្តែនេះវានំបញ្ចុកបែបស្តៀងបាញ់ស្តៀងអីចឹងណាចឹងក៏ខ្ញុំក៏ចង់ចែករំលែកជូនបងប្អូនឃើញចឹងទៅខ្ញុំចូលចិត្តរសជាតិបែបហ្នឹងអត់ផ្អែមទេចូលចិត្តតែខ្ទិះឆ្ងាញ់ណាខ្ញុំរេដល់8ដងជាមនុស្សម្នាក់ដែលជួយខ្ជិលរត់មែនតើកាលមុនតែមួយរយៈចុងក្រោយដល់ពេលខ្ញុំរត់មានអារម្មណ៍តែគេងទូក៏ស្រួលនិយាយទៅសុខភាពល្អជាងមុនខ្ញុំស្រកគីឡូច្រើនមែនតើនិយាយទៅគឺកាន់តែងាយស្រួលហើយគូក្បាលគិតល្វីជាងមុនហើយឥឡូវនេះយើងចូលប្រធានបទនៃការហូបចុករបស់យើងវិញដូចជាជាក់ស្ដែងអញ្ចឹងនំបញ្ចុកកពតទៅគាត់គឺផ្លែវាស្តៀងទៅនឹងបាញ់សុងដែរប៉ុន្តែវាគេប្រើសាច់គេប្រើដូចជា high bee កិនអញ្ចឹងហើយនឹងពគាក្រៀមកិនឆ្ងាញ់បែបហើយរសជាតិរបស់គាត់ហ្នឹងគឺអត់ផ្អែមទេគឺល្មមដែលយើងអាចញ៉ាំមកវាឆ្ងាញ់ល្មមដែលថាខ្ញុំអាចគិតថាវាមិនផ្អែមពេកមិនប្រៃពេកអញ្ចឹងណាបងប្អូនហើយគ្រឿងបន្លែគ្រឿងអីរបស់គាត់មើលទៅគាត់រៀបចំមើលទៅវាស្អាតបានវា clean អញ្ចឹងណាមើលទៅគួរចង់ញ៉ាំហើយខ្ញុំក៏ចាប់អារម្មណ៍អញ្ចឹងទៅខ្ញុំចង់ចែករំលែកឲ្យបងប្អូនអញ្ចឹងទៅហើយនៅបងប្អូនឃើញជាក់ស្ដែងអញ្ចឹងមានបន្លែក៏មានច្រើនស្ដាយមានល្ហុងមានអីនិយាយទៅស្តៀងបន្លែនឹងបញ្ចុកយើងដែរប៉ុន្តែគេខុសគ្នាតិចតួចអញ្ចឹងណាមានតែសហើយមានឯនំបញ្ចុកគាត់ល្មមមកឆ្អែតអញ្ចឹងហើយវា healthy ហ្មងវាមើលទៅវាអាហារវាអាចនិយាយបានថាជាអាហារសុខភាពមួយដែលយើងអាចញ៉ាំបានមានក្រោយពីហាត់ប្រាណនេះណាវាជំនួសបានសាឡាត់អីដែរម្ដងម្កាលណាមានអីបងប្អូនអាចទៅសាកបាននៅក៏លក់តាមលោកផ្សារទឹកពេកផ្លូវ Box Street អញ្ចឹងទេបងសាកទៅហើយខ្ទិះឆ្ងាញ់ល្មមហើយនៅក៏លក់នៅក៏ជាប់នៅក្បែរទន្លេទៅជាប់នឹងទន្លេនិយាយទៅញ៉ាំទៅយើងអាចគល់ទុនមើលទេសភាពនៅមានទុកមានអីនិយាយជីកំហែអារម្មណ៍បែកាយាយើងចេះមើលហើយអាចជាពិសេសប្រទេសដែល10ពីលើហ្នឹងគឺក៏ឆ្ងាញ់ដែរបងប្អូនហើយរួមផ្សំជាមួយនឹងខ្យល់ហើយលហ៊ីញ៉ាំអាហ្នឹងទៀតកាន់តែមានដល់ជារសកាន់តែអេមទៀតណាបងប្អូនបើសិនជាឆ្លៀតឱកាសទៅញ៉ាំបានល្អអូខេបងប្អូននេះបងប្អូនថ្ងៃហ្នឹងការពិសេសទៀតនេះខ្ញុំវិញខ្ញុំអត់ដឹងអត់ចាប់អារម្មណ៍សោះហ្មងទៅគាត់ហៅតែស្មាននំបញ្ចុកធម្មតាដោយសារនំបញ្ចុកឥឡូវវាទៅលុបលាយវាច្រើនទុំមែនតើនៅលើថ្មើរជើងហ្នឹងដល់ថ្ងៃនេះគាត់ហៅមកនំបញ្ចុកកពតជុំខ្ញុំគឺដំបូងក៏រៀនភ្ញាក់ដែរនំបញ្ចុកក៏នៅតែនំបញ្ចុកប៉ុន្តែងាកមើលជុំមានគ្រឿងច្រើនខុសពីនំបញ្ចុកយើងអញ្ចឹងណាហើយចំពេលដែលយើងរត់ហត់ប្រហែលជាចំណាយពេល10គីឡូដែរហើយប្រហែលជា2ម៉ោងមែនទេយើងរត់ចំណាយពេល12ម៉ោងឥឡូវយើងចាប់ដើម clean ហើយក៏ឃើញនេះគាត់គួរចាប់អារម្មណ៍គឺយកដែរសិក្សាពីមុនមកឯងឥឡូវចាប់ដើមសាកមើលយើងដឹងរសជាតិបែបម៉េចខ្ញុំនឹងប្រាប់បងប្អូនយីមានតែតំណងទេបងប្អូនឃើញទេអូតំណងហ៎អូយអត់តមកញ៉ែមកមានល្ហុងទៀតណាមានល្ហុងមានសណ្ដែកមានអាហ្នឹងប្រទាក្រៀមទៀតអូវិស័យហ្នឹងចិត្តតិចដោយពិសេសរបស់គាត់នៅក្នុងរសជាតិមួយហ្នឹងគឺអត់ផ្អែមគឺអាចឆក់យកបេះដូងខ្ញុំបានហើយចំណុចទី2ហ្នឹងគឺបន្លែច្រើនរបស់គេមួយច្រើនប៉ុណ្ណាបងប្អូនឃើញមានសណ្ដែកដូងមានត្រសក់មានជីកាមហើយមានទឹកខ្ទិះនិយាយទៅវាស្រដៀងនឹងបាញ់សុងដែរប៉ុន្តែយើងធ្វើពីស្រដៀងនឹងបាញ់សុងដែរខ្ញុំចូលចិត្តរសជាតិបែបហ្នឹងអត់ផ្អែមទេចូលចិត្តតែខ្ទិះឆ្ងាញ់ណាខ្ញុំរេដល់8ដង